បងប្អូននិយមតាមដានប្រដាល់គុណខ្មែរជាច្រើនចង់ឲ្យអេអាមេរិនភូថងនិងអេវ៉ាន់ប៊ុលថិនជួបគ្នាម្ដងទៀតខ្លាំងណាស់ពីព្រោះថាការប្រកួតកាលពីថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025កីឡាករអាមេរិកអេវ៉ាន់ប៊ុលថិនបានចាញ់ពិន្ទុកីឡាករគុណខ្មែរអេអាមេរិនភូថងហើយកីឡាករអាមេរិករូបនេះពិតជាសោកស្ដាយការបាត់បង់ខ្សែក្រវ៉ាត់ WCK របស់គាត់ខ្លាំងណាស់សម្រាប់ការប្រកួតនេះបងប្អូននិយមតាមដានប្រដាល់គុណខ្មែរមួយចំនួនយល់ឃើញថាអេអាមេរិនភូថងមិនសមឈ្នះកីឡាករអាមេរិកអេវ៉ាន់ប៊ុលថិននោះឡើយពីព្រោះការវាយរបស់អ្នកទាំងពីរប្រហាក់ប្រហែលគ្នាហើយសម្រាប់ទឹក3អេអាមេរិនភូថងថយច្រឡំណាស់ដូច្នេះហើយពួកគាត់ចង់ឲ្យអេអាមេរិនភូថងនិងអេវ៉ាន់ប៊ុលថិនជួបគ្នាម្ដងទៀតដើម្បីដឹងថាអ្នកណាជាអ្នកឈ្នះពិតប្រាកដប្រសិនបើមានការជួបគ្នាលើកទី2បងប្អូននិយមតាមដានប្រដាល់គុណខ្មែរចង់ឃើញការប្រកួតលក្ខណៈ5ទឹកហើយពួកគាត់ចង់ឃើញអេអាមេរិនភូថងវាយសម្រុកទៅលើកីឡាករអាមេរិកអេវ៉ាន់ប៊ុលថិនជាមួយបច្ចេកទេសគុណខ្មែររបស់យើងដូចជាកែងជង្គង់និងទាត់ជាដើមជាពិសេសពួកគាត់ចង់ឲ្យអេអាមេរិនភូថងយកឈ្នះអេវ៉ាន់ប៊ុលថិនដោយសន្លប់ឬបោះបង់ការប្រកួតនៅទឹកណាមួយ